Sasanusa Nei Salarian Panyawanangko Ru Sala Antrachit AIA Nom Yok Solar Bed Ru Kabob Solar Opako Dai Ag Banchot Mo Turusaban Tam Roya Solar ទៅចូលរួមប្រកួតប្រជែងវិទ្យាសាស្ត្រ STEM លើកទី 2 នៅប្រទេសសិង្ហបុរីការជួនដំណើរសិស្សានុសិស្សដើម្បីទៅចូលរួមការប្រកួតប្រជែងនៅប្រទេសសិង្ហបុរីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី 27 ខែឧសភា ឆ្នាំ 2025 ដោយមានវត្តមានលោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្សានុសិស្សជាច្រើនអ្នកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញយុវជនអានសីហាសិស្សសាលារៀនបញ្ញវន្តអង្គរសាខាក្រុងប៉ោយប៉ែតរួមជាមួយនឹងអាណាព្យាបាលបានសម្ដែងនឹងការសប្បាយរីករាយដែលខ្លួនត្រូវបានទទួលការអញ្ជើញទៅចូលរួមប្រកួតប្រជែងវិទ្យាសាស្ត្រ STEM ជាលើកទី 2 នៅក្នុងប្រទេសសិង្ហបុរីដែលអាចនាំយកនៅស្នាដៃការសិក្សាស្រាវជ្រាវជាក្រុមរបស់សិស្សានុសិស្សនៃសាលារៀនបញ្ញវន្តអង្គរទៅចូលរួមក្នុងព្រឹត្តិការណ៍នេះឈ្មោះអនសីហាំសិស្សថ្នាក់ទី 10 នៃសាលាបញ្ញវន្តអង្គរសាខាប៉ោយប៉ែតមានអារម្មណ៍សប្បាយចិត្តបងដែលបានចូលទៅប្រកួតមួយគេរបស់ដែលក្រុមរបស់ខ្ញុំត្រៀមយកទៅប្រកួតគឺ Solar Backpack កាបូប Solar បងដែលយើងអាចបញ្ចូលទូរស័ព្ទតាមរយៈថាមពលរបស់ Solar ដែលបញ្ជូនថាមពលទៅក្នុងទូរស័ព្ទបាទបងបាទចង់ឲ្យមានច្រើនដោយសារកម្មវិធីបែបប្រភេទហ្នឹងអាចជួយលើកទឹកចិត្តសិស្សឲ្យទៅបញ្ចេញសមត្ថភាពរបស់គាត់បានច្រើនទៀតបងខ្ញុំគិតថាកម្មវិធីនេះវាល្អប្រកួតប្រជែងបានច្រើនកូនក៏ខំប្រឹងរៀនបានច្រើនលោកនៅសុខុនអនុប្រធានផ្នែកទីផ្សារនិងទំនាក់ទំនងសាធារណៈនៃសាលារៀនបញ្ញវន្តអង្គរឬសាលាអន្តរជាតិ AIA បានឲ្យដឹងថាសាលារៀនបញ្ញវន្តអង្គរឬសាលាអន្តរជាតិ AIA ពិតជាមានមោទនភាពខ្លាំងណាស់ដែលសិស្សានុសិស្សនៃសាលារៀនបញ្ញវន្តអង្គរដែលជាសាលារៀនឯកជនតែមួយគត់តំណាងឲ្យប្រទេសកម្ពុជាត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតប្រជែងជាមួយស្ថាប័នអន្តរជាតិជាង 90 ស្ថាប័នមកពី 14 ប្រទេសនៅលើសកលលោកគោលបំណងនៃការរៀបចំការជូនដំណើរអ្នកគ្រូនិងសិស្សានុសិស្សរបស់សាលាអន្តរជាតិ AIA មកកាន់ពលានយន្តហោះប៉ុន្តែនេះគឺក្នុងគោលបំណងដើម្បីអបអរសាទរដល់ការដែលគាត់ត្រូវបានជ្រើសតាំងឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយដែលធ្វើនៅក្នុងប្រទេសសិង្ហបុរីគឺការប្រកួតប្រជែងវិទ្យាសាស្ត្រ STEM ជាលើកទី 2 បាទចំនួនសិស្សដែលយើងបានបញ្ជូនទៅមានគ្នា3នាក់ហើយនិងអ្នកគ្រូម្នាក់ដែលគាត់ត្រូវអញ្ជើញទៅជាមួយបាទហើយតាក់ទងជាមួយនឹងកម្មវិធីប្រកួតប្រជែងវិទ្យាសាស្ត្រ STEM នៅពេលនេះគឺសាលាឯកជនមកពីប្រទេសកម្ពុជារបស់យើងមានតែមួយតែប៉ុណ្ណោះគឺសាលាអន្តរជាតិ AIA ដែលត្រូវបានជ្រើសរើសឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះហើយនេះអាចនិយាយបានថាជាមោទនភាពរបស់សាលាអន្តរជាតិ AIA ដែលត្រូវបានអញ្ជើញចូលរួមនិយាយដោយឡែកនិយាយជារួមគឺជាមោទនភាពរបស់ជាតិដែលសាលាអន្តរជាតិ AIA ត្រូវបានជ្រើសរើសចូលរួមជាសាលាឯកជនតែមួយគត់នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះបាទនៅក្នុងនោះដែរគឺសិស្សសានុសិស្សរបស់យើងបានធ្វើការស្រាវជ្រាវទៅលើ Solar Bag ដែលជាប្រភេទកាបូបដែលយើងប្រើប្រាស់ប្រព័ន្ធ Solar ដែលពួកគាត់នឹងយកទៅបង្ហាញនៅការស្រាវជ្រាវរបស់ខ្លួននៅក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះហើយក្រៅពីនោះសិស្សសានុសិស្សក៏ដូចជាអ្នកគ្រូដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះនឹងទទួលបាននៅបទពិសោធន៍ចំណេះដឹងនិងជំនាញព្រមទាំងការផ្លាស់ប្ដូរវប្បធម៌អំពីបណ្ដាប្រទេសដទៃទៀតពីព្រោះការចូលនៅក្នុងព្រឹត្តិការណ៍ហ្នឹងគឺមានស្ថាប័នចូលរួម90 ស្ថាប័នដែលស្ថាប័នជាអន្តរជាតិមកពីប្រទេសផ្សេងៗហ្នឹងមានចំនួន19ដែលនៅក្នុងហ្នឹងគឺមានប្រទេសកម្ពុជារបស់យើងមួយផងដែរបាទតាក់ទងជាមួយនឹងចក្ខុវិស័យរបស់សាលាអន្តរជាតិ AIA របស់យើងហ្នឹងព្យាយាមបង្កើតនៅឱកាសសម្រាប់សិស្សានុសិស្សរបស់យើងដែលគាត់អាចនឹងទទួលបានឧត្តមភាពរបស់គាត់នៅក្នុងភាពជាថ្នាក់ដឹកនាំដែលមានបញ្ញានិងមានក្រមសីលធម៌ហើយជាប្រជាពលរដ្ឋសកលហើយបន្តការសិក្សារៀនសូត្រជារៀងរហូតដូច្នេះផ្សារភ្ជាប់ជាមួយនឹងចក្ខុវិស័យដ៏ល្អនេះសាលាបានធ្វើការបង្កើតនៅឱកាសសម្រាប់ការបញ្ជូននៅសិស្សានុសិស្សក៏ដូចជាលោកគ្រូទៅកាន់បណ្ដាប្រទេសផ្សេងៗ
ตัวอย่างโดยเชียร์ขนมไงนี่ยังบรรจุซาซาดซะให้นึงลูกรุ่นนักรู้ต่อการประเทศสหบริขนมการโจรวมการประกวดประเจงวิทยาศาสตร์สเต็มเลือกตีปีนี้ให้ขนมเปรย์ขมกเตี้ยยังนึงบรรจุซาซาดซะก็โดยเชียร์ลูกรุ่นนักรู้ต่อโจรวมโดยขนมการวิธีปีปอวิทยาศาสตร์และขนมประเทศเกาหลีก็โดยเชียร์บรรจุซาซาดซะลูกรุ่นนักรู้โจรวมโดยขนมการดอลสัญญาบัตรได้ทัวร์ลางโดย WAC บัตรขนมเปรย์ขมกทางใดบัตรฉะนั้นในยี่จีรวมเอาไว้ได้สลาบานนึงกระปงเฟอร์เรานี่คือกระปงไตทราบจบตัวสนามวิสัยบอกล้วนจมูกนึงการวัดเจาะแสดงแต่มาดองมา